សេចក្តីរាយការណ៍ជាច្រើនបានលើកឡើងពីករណីពលរដ្ឋខ្មែរចេញទៅប្រទេសថៃជាបន្តបន្ទាប់ដោយអ្នកខ្លះត្រូវបានថៃចាប់បញ្ជូនមកវិញជាដើមអង្គការសង្ត្រាល់រកឃើញថាការដែលពលរដ្ឋខ្មែរសម្រេចចិត្តឆ្លងដែនទៅថៃវិញដោយសារពួកគេនៅឆ្ងាយពីតំបន់សេដ្ឋកិច្ចម្យ៉ាងទៀតអ្នកខ្លះរកចំណូលបានតិចតួចនៅខ្មែរមិនអាចសងបំណុលបានប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងពលករទេសន្តប្រវេសន៍នៃអង្គការសង្ត្រាល់លោកឌីថេហូយ៉ាឲ្យដឹងថាចាប់ពីខែមីនាមកចំនួនពលរដ្ឋខ្មែរឆ្លងដែនទៅថៃកាន់តែច្រើនឡើងរហូតដល់រាប់រយនាក់ក្នុងមួយថ្ងៃក៏មានដោយអ្នកទាំងនោះភាគច្រើនជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនដែលយើងសម្ភាសសួរថាហេតុផលអីយើងមានចំនួននឹងគ្នាស្អប់គ្នាប៉ុណ្ណឹងហើយយើងនៅតែនាំគ្នាមករកការងារនៅថៃទៀតគាត់ថាវាអត់មានជំរឿនដោយសារតែរកការងារក្នុងស្រុកមិនបានធ្វើឬមួយមានធ្វើឲ្យបណ្ដាត្រូវគឺចាញ់បោកគេហើយការងារមួយចំនួនវាលក្ខណៈអាក្រក់និងប្រាក់ចំណូលវាអត់អាចផ្គត់ផ្គង់ជីវភាពបានលោកហូយ៉ាបន្តថាពលរដ្ឋខ្មែរដែលឆ្លងដែនទៅប្រទេសថៃដោយគ្មានឯកសារងាយប្រឈមបញ្ហាច្រើនរួមទាំងការចាញ់បោកមេខ្យល់ផងព្រោះពួកគេត្រូវបង់លុយឲ្យមេខ្យល់ពីជាង$200ទៅ$300ដើម្បីជាថ្នូរនៃការនាំទៅដោយមិនធានាសុវត្ថិភាពការធ្វើដំណើរកិច្ចហ្នឹងវាអាចគ្រោះថ្នាក់តាមរថយន្តហើយនឹងវាអាចគ្រោះថ្នាក់តាមការឆ្លងកាត់ព្រំដែនចំការមេតអីជាដើមចឹងទៅគាត់ប្រឈមអំពីការចាប់បញ្ជូនត្រឡប់មកវិញឬមួយគាត់អាចនឹងត្រូវប្រឈមពីការដាក់ទោសទណ្ឌតាមផ្លូវច្បាប់បន្តវេរបស់សកលជាដើមចឹងប្រឈមអំពីការជួញដូរទាំងកម្លាំងពលកម្មជួញដូរមនុស្សហើយវាស្ថិតនៅក្នុងប្រភេទការងារនៃទេសចរក្នុងវិស័យទំនើបអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកស៊ុនមេសាថ្លែងថាកម្ពុជានៅសល់ការងារទំនេរជាង90000កន្លែងទៀតដែលនៅក្នុងវិស័យឧស្សាហកម្មវិស័យកសិកម្មកសិឧស្សាហកម្មរួមនឹងសំណង់ជាដើមលោកទទូចឲ្យពលរដ្ឋខ្មែរស្វែងរកការងារធ្វើនៅក្នុងស្រុកជាជាងការឆ្លងដែនដោយប្រឈមអំពីបងប្អូនទាំងអស់ដែលជាអតីតពលករមកពីប្រទេសថៃសូមជ្រើសរើសការងារនៅក្នុងស្រុកព្រោះការងារយើងមានហើយយើងទៅធ្វើការនៅក្នុងប្រទេសថៃបើគ្មានឯកសារយ៉ាងដូចនេះមិនទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅកម្ពុជាទេហើយរងហានិភ័យច្រើនថែមទៀតផងទាំងនេះសូមបងប្អូនបណ្ឌិតចៃធ្វើការងារក្នុងស្រុកហើយជៀសវាងការធ្វើការនៅក្រៅប្រទេសដោយអត់ឯកសារយើងមិនគ្រប់គ្រងនោះទេលោកមេសាក៏ស្នើឲ្យអង្គការពាក់ព័ន្ធផ្ដល់ព័ត៌មានទាក់ទងទៅនឹងពលករឆ្លងដែនមកឲ្យក្រសួងការងារដើម្បីឲ្យក្រសួងស្វែងរកការងារដែលសេសសល់ឲ្យតាមរយៈបទសម្ភាសន៍អតីតពលករខ្មែរមកពីថៃខ្លះរកបានការងារធ្វើនិងខ្លះទៀតមិនទាន់អាចរកការងារបានធ្វើនៅឡើយដោយសារតែពួកគេរស់នៅខេត្តដាច់ស្រយាលពីក្រុងភ្នំពេញព្រមទាំងមានវ័យចំណាស់ផងដូចជាពលរដ្ឋនៅខេត្តសៀមរាបម្នាក់គឺអ្នកស្រីខឿនហាក់ដែលមកពីប្រទេសថៃកាលពីខែមេសាកន្លងទៅបានបញ្ជាក់ថាគាត់មិនទាន់មានការងារធ្វើនៅឡើយដោយថាព្រោះវ័យរបស់គាត់ចាស់ជិត60ឆ្នាំហើយកាលនៅប្រទេសថៃគាត់ជាកម្មករធ្វើការនៅកសិដ្ឋានចិញ្ចឹមមាន់ដែលអតីតពលករមកពីថៃម្នាក់ទៀតគឺអ្នកស្រីស៊ឺស៊ីណាតបានឲ្យដឹងថាគាត់រកការងារធ្វើបានហើយជាកម្មកររោងចក្រកាត់ដេរអ្នកស្រីថាគាត់អាចរកចំណូលបានប្រហាក់ប្រហែលនឹងធ្វើការនៅប្រទេសថៃដែរប្រសិនបើធ្វើការថែមម៉ោងដល់ម៉ោង8យប់បើធ្វើការថែមម៉ោងនិយាយទៅវាមកបែបម្នាក់ចាបើថែមម៉ោងនៅនេះទូបានដូចទៅថៃចាតែខ្ញុំនៅថៃខ្ញុំមានបកាយខ្ញុំទៅបកាយបកគលឲ្យខ្ញុំទៅការងារធ្វើការខុសត្រូវអត់ប្រមូលទេប្រមូលទៅមួយផ្លែ